ចាសសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីចាថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តមកយល់ដឹងអំពីភ្នំមួយដែលមានឈ្មោះរហូតទៅដល់3ហើយភ្នំនេះក៏ជាភ្នំមួយដែលមានឈ្មោះល្បីល្បាញណាស់នៅក្នុងចាព្រះរាជាណាចក្រកម្ពុជាយើងចាអញ្ចឹងអញ្ជើញប្រិយមិត្តមកយល់ដឹងជាមួយនាងខ្ញុំទាំងអស់គ្នាចាភ្នំនោះគឺជាភ្នំឧដុង្គដែលមានឈ្មោះទី2គឺភ្នំព្រះរាជទ្រព្យនិងឈ្មោះទី3គឺឈ្មោះភ្នំអត្តរេសនាងខ្ញុំនឹងជម្រាបជូនប្រិយមិត្តពីអត្ថន័យឈ្មោះនីមួយៗឲ្យប្រិយមិត្តបានយល់ដឹងប្រជាជនខ្មែរយើងចាត់ទុកភ្នំឧដុង្គនេះគឺជាទីសក្ការៈតាំងពីយូរយារណាស់មកហើយគឺតាំងពីមុនឧដុង្គក្លាយមកជារាជធានីមកម្លេះបើតាមសិលាចារឹកលេខ K285 ចានៅគ្រិស្តសករាជ1583បានរៀបរាប់ថាពេលនោះមានវត្តមានអារាមដែលចាស់ទ្រុឌទ្រោមបាក់បែកទៅហើយដូច្នេះសំណង់ដើមទាំងនោះយើងពុំអាចដឹងថាមានរូបរាងយ៉ាងដូចម្ដេចឡើយតែយ៉ាងណាក៏ដោយក្រោយពីបែកបាក់ខ្ទេចខ្ទីបន្ទាយលង្វែកបន្តិចមកព្រះបាទសូរិយោពណ៌បានខិតខំមករៀបចំទីនោះនៅរវាងដើមសតវត្សទី17ម្ដងទៀតហើយតាំងពីពេលនោះមកក៏មានទំនៀមទម្លាប់ដែលព្រះមហាក្សត្រតែងតែទៅកសាងអ្វីៗផ្សេងៗនៅទីនោះព្រះអធិធាតុព្រះរាជបុត្ររបស់ព្រះអង្គពោលគឺព្រះបាទជ័យជេដ្ឋាទី2ក៏បញ្ចុះនៅទីនោះផងដែរដែលមានចេតិយនៅនឹងចង្កេះភ្នំដូចដែលយើងឃើញសពថ្ងៃនេះស្រាប់បើពោលពីរាជព្រះអង្គឌួងរហូតមកដល់ព្រះមហាវីរក្សត្រសពថ្ងៃគឺការកសាងនោះពុំមានដែលដាច់នោះឡើយទី1ដែលគេហៅថាភ្នំអត្តរេសនោះគឺគេហៅតាមព្រះវិហារបុរាណមួយដែលមានទីតាំងស្ថិតនៅកំពូលផ្នែកខាងត្បូងនៃភ្នំនោះឯងដែលគេហៅថាព្រះវិហារអត្តរេសមានដាក់តម្កល់ព្រះពុទ្ធបដិមាមួយអង្គមានកម្ពស់18ហត្ថដែលភាសាបាលីហៅថាអដ្ឋរស័ក្តិដែលមានន័យថា18ពោលគឺ18ហត្ថដែលជាຂະຫນາດទំហំនៃព្រះពុទ្ធរូបតម្កល់នៅក្នុងនោះចំណែកឈ្មោះទី2ដែលគេហៅថាភ្នំឧដុង្គនោះគឺគេហៅទៅតាមរាជធានីខ្មែរមួយនៅអំឡុងសតវត្សទី17ដែលមានឈ្មោះថារាជធានីឧដុង្គហើយរាជធានីនេះក៏មានទីតាំងនៅជិតភ្នំនោះផងដែរនៅក្នុងសម័យកាលឧដុង្គគឺមានរយៈពេលជាង243ឆ្នាំបើគិតពីឆ្នាំ1620ដល់ឆ្នាំ1863នៃគ្រិស្តសករាជហើយឈ្មោះឧដុង្គនេះក៏អាចជាឈ្មោះដើមរបស់ភ្នំដែរអ្នកស្រុកនៅតំបន់នោះហៅតាំងពីយូរយារណាស់មកហើយរីឯឈ្មោះទី3របស់ភ្នំដែលគេហៅថាភ្នំព្រះរាជទ្រព្យដោយសារតែនៅក្នុងសម័យឧដុង្គគឺមានព្រះរាជាច្រើនបាននាំយកអធិធាតុរបស់ព្រះមហាក្សត្រនិងព្រះរាជវង្សានុវង្សដទៃទៀតយកមកតម្កល់ទុកនៅលើភ្នំនេះហើយបានរៀបចំធ្វើចេតិយដោយប្រើប្រាស់ព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គអញ្ចឹងហើយបានជាគេនាំគ្នាហៅភ្នំនេះថាភ្នំព្រះរាជទ្រព្យចាប្រិយមិត្តជាទីមេត្រីការរៀបរាប់ចាត្រួសពីប្រវត្តិនៃឈ្មោះភ្នំឧដុង្គចាក៏ឈានមកដល់ទីបញ្ចប់ដែរចាអរគុណប្រិយមិត្តដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះក៏សូមខន្តីអភ័យទោសនៅពាក្យសម្ដីលើសលួសខ្វះខាតត្រង់ចំណុចណាមួយចាក៏សូមជូនពរដល់ប្រិយមិត្តឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនសូមប្រិយមិត្តជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននៅវីដេអូចំណេះដឹងក្រោយៗទៀតចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា